បាទសួស្តីអ្នកនរគ្នាឥឡូវនេះគឺយប់ហើយយប់ថ្ងៃសុក្រថ្ងៃនេះគឺថ្ងៃសុក្រហើយខ្ញុំចង់ធ្វើវីដេអូមួយពីការធ្វើដំណើររដូវចូលឆ្នាំខ្មែររបស់យើងដោយសារចូលឆ្នាំខ្មែរនឹងចាប់ផ្ដើមនៅសប្តាហ៍ក្រោយហ្នឹងហើយអ្នកខ្លះគឺគេធ្វើដំណើរទៅស្រុកស្អែកហ្នឹងហើយថ្ងៃសៅរ៍ប៉ុន្តែខ្ញុំគឺមិនទាន់ទៅទេស្អែកថ្ងៃសៅរ៍ចង់នៅមើលឡានធ្វើឡានតិចតួចហើយនឹងធ្វើការងារផ្ទះរៀបចំកិច្ចការមួយចំនួនមុនចេញទៅស្រុកដែលខ្ញុំគ្រោងចេញទៅថ្ងៃអាទិត្យហើយជាទូទៅរដូវបុណ្យទានអញ្ចឹងគឺខ្ញុំតែងតែចេញទៅស្រុកពេលព្រឹកចេញទៅខ្ទង់ម៉ោង4ឬមួយក៏ម៉ោង5ភ្លឺហើយអ្នកទាំងអស់គ្នាអត់ធ្លាប់ចេញម៉ោង4ម៉ោង5គិតថាចេញស្មើនឹងល្ងិតផ្លូវស្រឡះតែតាមពិតអត់ទេខ្ញុំថ្ងៃបុណ្យរដូវបុណ្យទានអញ្ចឹងខ្ញុំចេញទៅស្រុកម៉ោង4ម៉ោង5នោះច្រើនដងហើយពេលដែលយើងចេញទៅតាមផ្លូវគឺមានមនុស្សធ្វើដំណើរច្រើនណាស់ពិសេសគឺអ្នកជិះម៉ូតូស្រុករបស់ខ្ញុំគឺនៅខេត្តបាត់ដំបងអញ្ចឹងពេលដែលចេញតាមផ្លូវចេញពីព្រែកភ្នៅទៅហ្នឹងគឺមានអ្នកជិះម៉ូតូច្រើនណាស់អ្នកខ្លះផ្ទះនៅកំពង់ឆ្នាំងខ្លះនៅពោធិ៍សាត់ហើយអ្នកខ្លះអាចនៅដល់បាត់ដំបងផងតែគាត់ជិះម៉ូតូចេញពីភ្នំពេញទៅហើយឡានក៏មានច្រើនដែរប៉ុន្តែវាអត់ដែលស្ទះអីទេអញ្ចឹងបើសិនជាយើងចេញពេលព្រឹកហ្នឹងទី1តិចទី2អាចកាត់បន្ថយស្ទះព្រោះកន្លងមកជួនកាលយើងចេញម៉ោង9ម៉ោង10អីហ្នឹងគឺស្ទះផ្លូវចេញពីភ្នំពេញណាអញ្ចឹងបើសិនយើងចេញពេលព្រឹកគឺងាយស្រួលជាងចឹងហើយទម្លាប់របស់ខ្ញុំមកថ្ងៃបុណ្យខ្ញុំច្រើនតែចេញពីពេលព្រឹកល្ងិតម៉ោង4ម៉ោង5ហ្នឹងហើយខ្ញុំនឹងធ្វើវីដេអូ vlog មួយពីការធ្វើដំណើររបស់ខ្ញុំក្នុងរដូវចូលឆ្នាំខ្មែរឲ្យអ្នកទាំងអស់គ្នាបានមើលបាទសូមអរគុណ